ខ្ញុំឈ្មោះអ៊ូសារៀនមានទួនាទីជាគណៈកម្មការទូតកំពូលតេជោសានជ័យហ្នឹងបាទទូកនឹងដូចមាន30 36ម៉ែត្រ36ម៉ែត្រពីទឹកហ្នឹងដល់3ទឹកទៅមិនដឹងខ្ញុំភ្លេចទៅដែរណាបាទប៉ុណ្ណឹងវាមិនខុសគ្នាម៉ានទេដល់ចំណុះដាក់បាន75នេះលទ្ធផលគឺវាឈ្នះគេ6ជើងបាទទាំង3ថ្ងៃនោះ6ជើងហើយចំណាត់ថ្នាក់នោះបានទទួលពានពីព្រះមហាក្សត្រដែរបាទខ្ញុំមានវីដេអូតឡើងដែរឆ្នាំហ្នឹងហ្មងនិយាយឆ្នាំ2024ហ្នឹងហ្មងបាទបើអានោះយកមកដំបងទទួលបានចំណាត់ថ្នាក់ទី3ទូទាំងប្រទេសបាទ3ទូទាំងប្រទេសបើអានេះឈ្នះរហូតតែចាញ់ហើយកាលពីសម័យ79មកណាបាទវត្តរតនផារាមហៅព្រែងចាញនៅក្នុងឃុំព្រែងចាញបាទក្នុងឃុំព្រែងចាញស្រុកមុខពូខេត្តកណ្ដាលវត្តនេះកោកើតយូរយារមកហើយតាំងខ្ញុំដឹងក្តីមកឃើញតែវត្តនៅហ្នឹងស្អីមកទូកកំពូលសានជ័យហ្នឹងវាកោកើតតាំងពីឆ្នាំ1984 85បាទវាចាប់កោកើតទៅហ្នឹងមកមុនដំបូងឈ្មោះទូកនឹងមុនដំបូងឈ្មោះនេះទេឈ្មោះកពូដេជោដែរតែគាត់ថាកពូដេជោនឹងកាលពីមុនទូកយើងរៃអង្គាសគ្នាតាមប្រជាជនអញ្ចឹងណាទិញទូកមួយមកដល់ក្រោយមកទៀតឆ្នាំ97សម្ដេចបានប្រទានទូកនេះមួយឲ្យនេះអាខ្លីនេះបាទវាអាខ្លីនឹងមួយឲ្យហៅថាកពូសែនជ័យបាទក្រោយពីកើតពីអានឹងមកវាលឿនណាទូកនឹងល្បីល្បាញនិយាយទៅសម្ដេចអីគោលោកគាត់និយាយដែរតទៅណាគាត់និយាយពីបញ្ហាទូកហ្នឹងបាទចំណុះតែ47នាក់ឯងប៉ុន្តែវាលឿនហ្មងទូកហ្នឹងវាលឿនហ្មងដល់ពេលក្រោយមកទៀតខ្ញុំគិតឃើញថាវាខ្លីវាយ៉ាប់លេងគេអាវែងហ្នឹងខ្ញុំក៏ចាប់ផ្ដើមធ្វើអានោះមួយមកកពូដេជោដែរហ្នឹងកពូដេជោដែរចាប់ផ្ដើមធ្វើຂະຫນាត់72អានោះ72បាទដល់ចាប់ផ្ដើមធ្វើអានឹងមួយទៀតទៅលេងចឹងមកទៅដល់ឥឡូវវារៀងចំណាស់បន្តិចហើយខ្ញុំចាប់ផ្ដើមធ្វើអានេះថ្មីទៅឆ្នាំ2020ហ្នឹងទេធ្វើអាថ្មីនេះបាទឆ្នាំ2020ហ្នឹងអញ្ចឹងដាក់ឈ្មោះកំពូលដេជោសែនជ័យដដែលអត់មានផ្លាស់ប្ដូរទេទូកហ្នឹងកំពូលដេជោហ្នឹងគឺទូក3ទាំងអស់ទាំងអាខ្លីទាំងសម្ដេចលោកប្រទានមកណាហ្នឹងអាហ្នឹងដល់ពេលអញ្ចឹងទៅខ្ញុំចាប់ផ្ដើមធ្វើអានឹងមួយទៀតអានឹងចាប់ពី2020មកយើងធ្វើហើយទទួលកូវីដមកដល់បាទកូវីដមកដល់ទឹកលេងបានសុបបានឆ្នាំហ្នឹងទេលេងបាន3ថ្ងៃអញ្ចឹងឆ្នាំហ្នឹងទទួលឈ្នះបាន3ថ្ងៃទួលពានរង្វាន់លេខ1ផ្នែកបរោះហ្នឹងបាទលេខ1ផ្នែកបរោះខ្ញុំយល់ឃើញថាចំណាត់ថ្នាក់ដែលគេឲ្យវាសមស្របហើយយើងចង់និយាយអញ្ចឹងណាបាទវាសមស្របហើយនឹងទទួលដែលយើងទទួលបានហើយម្យ៉ាងទៀតទូកនេះវាមានល្បឿនបន្តិចដែរនិយាយទៅនោះបើសិនជានឹងវារៀងនៅសាច់រៀងធាស់បន្តិចផងនៅសាច់វាយើងធ្វើមកតិចទៀតរៀងស្ដើងបន្តិចទៅទូកនឹងល្បឿនកាន់លឿនហ្នឹងតែគាត់ថាចំណុះយើងវារៀងនៅជ្រាយបន្តិចវាអត់ទាន់បានរឹងអីនេះទេចឹងទូកនេះខ្ញុំយកស្របដល់គេឲ្យយើងចំណាត់ថ្នាក់នឹងវាសមរម្យអញ្ចឹងណាបាទចំណុះស្រុកភូមិកូនចៅស្រុកភូមិនឹងបាទអត់មានចំណុះខាងក្រៅមកទេគឺក្នុងស្រុកនឹងខាងក្នុងភូមិនឹងមកកោកើតគឺចំណុះនោះឲ្យនៅមកស្រាប់ចំណុះក្នុងស្រុកនឹងដែរបាទទូកធ្វើដបងមកនេះជាងអឹមខេត្តកំពង់ធំបាទជាងអឹមក្រោយមកទៀតខ្ញុំទៅធ្វើជាងនឹងដដែលប៉ុន្តែនៅសល់កូនជាងណាបាទជាងពេងជាងសឿនអីនឹងធ្វើអានេះបាទជាងប៉ាន់អីហ្នឹងតក្រោយទៀតវាធ្លាក់ទូកនឹងវាធ្លាក់វាអ៊ំអត់ទៅមុខខ្ញុំយកជាងហួរមកកែជាងស្រាយដែលចូលហ្នឹងណាបាទខ្ញុំយកជាងនោះមកកែដល់ពេលកាលណាកែហើយស្រាប់វាឈ្នះគេ3ថ្ងៃឈ្នះ3ថ្ងៃឈ្នះសិតជើងខ្លាំងខណ្ឌពេជ្រឈ្នះអីចឹងណាបាទឈ្នះ3ថ្ងៃដល់3ថ្ងៃខ្ញុំគិតឃើញថាវារៀង
ចំណាស់ទីហើយបានខ្ញុំចាប់ដើមធ្វើថ្មីនេះមួយទៀតគឺយកជាងហួរទៅដែរបាទយកជាងហួរមកធ្វើដែរជាងសរាយទៅជូនបាទប៉ះរាំងទិលកាលនឹងទូកវាធ្លាក់ឲ្យបាទលពូនិយាយទៅវាធ្លាក់ណាធ្លាក់មែនតើហ្មងក៏ធ្លាក់ខ្ញុំក៏អត់ដឹងថាទូកនឹងវាធ្លាក់យ៉ាងម៉េចឯងខំយកជាងមកធ្វើដល់ជាងធ្វើនៅអត់ឡើងទៀតបាទដល់ពេលក្រោយទៀតខ្ញុំយកទៅហួរមកកែនឹងមកបានឡើងវិញបានឈ្នះវិញ3ថ្ងៃបាទជួបរាំងទិលនេះជួបថ្ងៃដំបូងហ្មងបាទទូកបើយើងនិយាយពីទូកពីសម័យមុនមកក្រោយនេះទៀតគឺខុសប្លែកគ្នាដាច់មកបាទព្រោះឥឡូវនេះទូកគេនិយាយទៅគេអាប់ដេតឡើងបាទគេអាប់ដេតឡើងហើយបើយើងទៅអត់ទាន់គេទេយើងយ៉ាប់យើងលេងអញ្ចឹងតែដល់ពេលក្រោយមកទៀតយើងគិតឃើញថាយើងប៉ុណ្ណឹងក៏យើងថាយើងមិនទាន់ណាល្អលើគេដែរបាទយើងនឹងក្រុមប្រឹងប្រែងដោះខាត់សមត្ថភាពចំណុះយើងធ្វើមិនឲ្យចំណុះយើងនឹងប្រឹងការវឹកហាត់អីដើម្បីយកបន្តយកជ័យជំនះនឹងទៅឆ្នាំក្រោយបន្តទៀតហ្នឹងបាទទូកកម្ពុជានឹងខ្ញុំគិតឃើញថានេះនឹងខ្ញុំប្រងយកជាងមកឲ្យសិតឲ្យបន្តិចណាបាទឲ្យសិតឲ្យបន្តិចយើងត្រៀមលក្ខណៈដើម្បី2025ហ្នឹងបាទទី1សិតទូកឲ្យរៀងល្អបន្តិចទៅទី2គឺយើងបង្រឹងសមត្ថភាពចំណុះយើងបាទឲ្យវារឹងមាំឡើងអញ្ចឹងការជ័យជំនះនឹងវាមិនទៀងទេរឿងនឹងយើងមិនអាចថាយើងឈ្នះរហូតទេបាទរឿងកីឡាវាតែមានចាញ់មានឈ្នះបាទតែគាត់ថាគេមកពីឆ្ងាយមកគេមកគុំមជ្ឈដ្ឋានទូទៅនឹងគេចង់ឈ្នះដូចយើងដែរចឹងដែរអញ្ចឹងថាយើងសំខាន់បំផុតយើងប្រែយ៉ាងម៉េចសមត្ថភាពដុសខាត់សមត្ថភាពខ្លួនយើងយ៉ាងម៉េចឲ្យវារឹងមាំឡើងបាទដើម្បីផឹងយកជ័យជំនះកាលណាចាញ់កាលណាឈ្នះវាជារឿងរបស់កីឡាបាទជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅចំណុះទូកកម្ពុជាដែលជួសែនជ័យអញ្ចឹងយើងត្រូវតែប្រឹងប្រែងការវឹកហាត់ឡើងវិញនឹងការវឹកហាត់ឡើងវិញដើម្បីយកភាពខ្លាំងនិងភាពឈ្នះយើងបន្តថែមទៅទៀតហើយបងប្អូនប្រេនដែលគាំទ្រស្រឡាញ់ទូកកម្ពុជាដែលជួសែនជ័យនឹងដែលជួយគាំទ្រខ្ញុំបាននឹងសូមឲ្យបងប្អូនជួយគាំទ្រកម្លាំងទឹកចិត្តលើកទឹកចិត្តដល់ចំណុះទូកដល់ទូកកម្ពុជាដែលជួសែនជ័យនឹងបាទឲ្យជួយធ្វើយ៉ាងម៉េចឲ្យបងប្អូនជួយឧបត្ថម្ភទាំងសម្ភារៈទាំងវិថវិកាអីផ្សេងហ្នឹងគឺថាសូមឲ្យបងប្អូនជួយដើម្បីខ្ញុំនឹងប្រឹងឡើងឈានយកជ័យជំនះនៅឆ្នាំ2025នឹងទៀតបាទ